ចាសួស្តីជំរាបសួរពុកម៉ែបងប្អូនចានេះគឺជាថ្ងៃទី16ជាថ្ងៃស្រង់ព្រះឆ្នាំ2025ចាជាពេលវេលាដ៏ល្អមែនទែនចាក្រោយពីបានស្រង់ព្រះចាហើយក៏ស្រង់ជាមួយនឹងព្រះសង្ឃចាលោកតាធំចានៅវត្តអារាមយើងហើយក៏ចាប់ផ្ដើមវាយជាមួយនឹងភ្លេងចាស្គរដៃរំលេងកំសាន្តផងដែរចាអញ្ចឹងប្រជាជនចាអ្នកវត្តចោភូមិដូចជាភូមិចាកសាំងស្វាយព្រៃចាកន្ត្រកគ្នាជ័យចាភូមិថ្មីភូមិបបោសចាក៏ចាប់ផ្ដើមចានាំគ្នាចូលរំលេងបណ្ដើហើយជាមួយនឹងតន្ត្រីស្គរដៃចាវាយភ្លេងយ៉ាងពីរោះមែនទែនចាក៏ចាប់ផ្ដើមចូលរំចាឃើញតែស្រីចាប្រុសមួយចាក្រុមនេះអត់សូវជាមានប្រុសប្រហែលទេដឹងជាទៅណាអស់ទេមានតែក្រុមស្រីចាចឹងចាប់ដើមមិនថាស្រីមិនថាប្រុសទេយើងចូលរំលេងសប្បាយទាំងអស់គ្នាចាមួយឆ្នាំមានតែម្ដងតែប៉ុណ្ណោះចាអញ្ចឹងយើងចាប់ដើមចារឹមទៅរឹមមកហើយចាហើយចម្រៀងពីរោះចាស្គរដៃដូចជាបទចាតាមអើយអីតាមចាបទចាខ្មែរយើងចាពីដើមចានេះអ្នកឈរទស្សនាហើយក៏មានអ្នកថតអ្នកកសែតចាអ្នកធ្វើវេទិកាផ្សេងអ្នកខ្ញុំក៏ថតគេដែរចាហើយនេះចាប់ដើមរំបតាហើយចាបទចម្រៀងពីរោះមែនទែនចាជាមួយនឹងតន្ត្រីយើងចាអ្នកភូមិយើងរំចាក្មេងៗនឹងបតនាអស់ចាឃើញតែចាស់រំចាក្មេងសង្ស័យទៅឡើងទៅក្រុងទៅផាប់ទ្រីតទៅអង្គរតូចអស់ហើយសង្ស័យអូមើលបងស្រីរំដល់កចារំពីរោះសបាយណាចាហើយជាមួយនឹងភ្លេងស្គរដៃចាយ៉ាងវ័យទៅគឺគួរឲ្យចង់រំណាបងប្អូនចាគេអ្នកមានកម្លាំងអីរំសបាយចាមួយឆ្នាំមានតែម្ដងចាចឹងយើងរំលេងទៅទុកជាការហាត់ប្រាណណាពុកម៉ែបងប្អូនចាហើយក៏រំស្អាតណាអ្នកភូមិខ្ញុំរំស្អាតអ្នកភូមិចិត្តចារំស្អាតបងរំចេញមួយឲ្យបែកញើសចាចាប់ដើមឆាកដំបងចាអើយចានិយាយស្គរដៃពីរោះណាពុកម៉ែបងប្អូនចានេះភូមិស្វាយព្រៃចាភូមិខ្ញុំចាយើងវត្តចោយមានភូមិច្រើនភូមិកសាំងចាមានស្វាយព្រៃកន្ត្រកគ្នាជ័យភូមិថ្មីបបោសចាហើយបើអ្នកសម្បួរអ្នកជ្រៃអីគេមានវត្តនៅខាងគេអញ្ចឹងណាចឹងគេចូលរួមខាងគេចាហើយក្មេងៗហ្នឹងគេច្រើនឡើងទៅលេងក្រុងអស់អញ្ចឹងណា